សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគឺរៀងខ្ញុំចង់ចែករំលែកតាក់ទងជាមួយនឹងបងប្អូនដែលគាត់ចង់បានកន្លែងសិក្សាមួយកន្លែងឬក៏កន្លែងផ្ចង់អារម្មណ៍ធ្វើការមួយដែលស្ងប់ស្ងាត់ហើយល្អហើយសម្រាប់ការធ្វើដំណើរនេះគឺយើងចេញពីបឹងទំពុន371ឆ្ពោះទៅកាន់ក្រុងតាខ្មៅបងប្អូនគឺយើងធ្វើដំណើរទៅរកតាពនាខ្មៅឬក៏រូបសំណាកតាខ្មៅហ្នឹងហើយឆ្ពោះចាធ្វើដំណើរឆ្ពោះទៅរកស្ពានព្រែកសំរោងនេះគឺជាដំណើរផ្លូវដែលយើងទៅនិយាយរួមទៅគឺនៅក្រុងតាខ្មៅគឺត្រជាក់ស្រួលហើយបើសិនជាបងប្អូនធ្វើដំណើរពេលព្រឹកពេលម៉ោង1រសៀលឬក៏2អីហ្នឹងគឺងាយស្រួលក្នុងការធ្វើដំណើរខ្លាំងមែនតើចឹងសម្រាប់បងប្អូននិស្សិតដែលគាត់ចង់បានទីតាំងមួយដែលងាយស្រួលក្នុងការរៀនសូត្របងប្អូនអាចទៅកន្លែងហ្នឹងបានហើយកន្លែងហ្នឹងគឺមានឈ្មោះថាវត្តគល់តតឹងខ្ញុំជឿថាបងប្អូនដែលជាអ្នកចូលចិត្តមើលព័ន្ធ social media ប្រកាសជាធ្លាប់ស្គាល់កន្លែងហ្នឹងហើយក៏ប៉ុន្តែកន្លែងហ្នឹងមិនមែនល្បីទៅតែមាន social media ទេគឺល្បីយូរហើយចាអ្នកដែលគាត់ធ្លាប់ទៅអ្នកដែលគាត់ជឿកន្លែងហ្នឹងគឺគាត់នៅតែទៅអញ្ចឹងគឺសុខសប្បាយតិចតិចជុំពិតតែម្ដងបងប្អូនហើយពេលដែលខ្ញុំទៅគឺខ្ញុំអត់ដែលភ្លេចទេជាមួយនឹងការដាក់ចំណីឲ្យត្រីអីផ្សេងទៀតដោយសារតែជាពេលវេលាដែលយើងអាចធ្វើបុណ្យផុសហើយទៅស្រូបយកភាពវិជ្ជមានចូលមកខ្លួនឯងដែរអញ្ចឹងណាហើយចំពោះស្រះវិញគឺគេមានស្រះដល់តែ2ណោះហើយសម្រាប់បង់អង្គុយបងប្អូនកុំភ័យអត់ខ្វះទេសម្រាប់បង់ឲ្យតែមានម្លប់ឈើគឺមានបង់ឲ្យតែមានម្លប់ឈើគឺមានបង់អង្គុយហើយអញ្ចឹងអត់ខ្វះក្នុងការកន្លែងអង្គុយទេកន្លែងអង្គុយមានច្រើនខ្លាំងមែនតើហើយទីនោះគឺត្រជាក់ខ្លាំងមែនតើបងប្អូនបើបងប្អូនទៅពេលសៀលគឺកាន់តែត្រជាក់ប៉ុន្តែបើសិនជាថ្ងៃបុណ្យទានឬក៏ថ្ងៃសិលថ្ងៃអីអាចនឹងមានចាស់គាត់ទៅធ្វើការសូត្រធម៌អីផ្សេងអញ្ចឹងទៅវាអាចមានសម្លេងដែរតែបើសិនជាថ្ងៃសិលថ្ងៃអីគឺល្អខ្លាំងចាមានទាំងព្រាបមានត្រីដែលគេយកទៅប្រឡែងដើម្បីសុំសេចក្តីសុខផ្សេងនិយាយរួមទៅនៅពេលដែលនាងខ្ញុំពិបាកចិត្តឬក៏អត់សប្បាយចិត្តខ្ញុំតែងទៅកន្លែងហ្នឹងមួយផ្លែតយ៉ាងហោចណាស់ក៏បាន5ទៅ15នាទីឬក៏20នាទីដើម្បីស្រូបយកធម៌ពលវិជ្ជមានយកមកវិញដែរហើយនៅពេលដែលមេឃស្រឡះបងប្អូនគឺអញ្ចឹងបងប្អូនឃើញស្រឡះស្អាតអត់មានជំពាក់វៈវិនជាមួយនឹងអ្វីទេពេលទៅកន្លែងហ្នឹងគឺចិត្តពោពេញទៅដោយភាពស្រស់ស្រាយណាហើយអញ្ចឹងសម្រាប់បងប្អូននិស្សិតដែលគាត់ចង់ធ្វើការរៀនឬក៏បើកគំនិត open គំនិតរបស់គាត់សម្រាប់ធ្វើកិច្ចការណាមួយអាចជ្រើសរើសទីតាំងនឹងបានហើយវាក៏ជាកន្លែងមួយដែល best memory សម្រាប់ខ្ញុំជាមួយនឹងដៃគូនាងខ្ញុំដែរតែកន្លែងហ្នឹងដើម្បីមើលមេរៀនចាគឺស្រោបបានតែម្ដង